nhom gặp xa video sai đã chụp cái chụp ấy rồi bùi đó sẽ cài về lưu đó còn nhom nghĩa đó việc khởi như kem bông rồi tung so bỏ pana này khơi nấu kem khlut này bông khởi nào cái này đào xoay cái này bô chi cái bố chỉ thay nữa bà khởi chỉ bắt chơi không pana đấy thế không biết không như ngày không như ngoài thì không chừng nhom chứ bảo cho bạn đâu sự thế sôm cột namasaka đó bật thay ra nó thay ra cột rong nâng sôm cột đó bông mai bông bôngประชาชน Campuchia លោកតាលោកយាយដែលរស់នៅក្នុងប្រទេសកម្ពុជាតែក្នុងស្រុកនិងក្រៅស្រុកសូមទទួលការគោរពពីខ្ញុំបាទទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងពំនាំនៅចំណីចក្ខុរបស់អស់លោកមកជួបជាមួយនឹងបរិសម្នាក់បាទគាត់គឺជាប្អូនរបស់ពូស្នាល្បីបងប្អូនខាង vlog ខាង page ខាង YouTube ហើយខាង apply ខាងអីគឺគាត់ហ្នឹងហើយបាទគាត់ជាប្អូនរបស់ពូស្នាបាទគេហៅថាពូស្នាកូនភ្លោះបាទថ្ងៃនេះខ្ញុំជួបគាត់ដល់ចៃដន្យនៅពេលដែលខ្ញុំជិះម៉ូតូកាត់ឃើញគាត់កំពុងតែធ្វើការងារឥឡូវចង់ដឹងថាតើគាត់បានជួបនៅអ្វីខ្លះនៅក្នុងខ្សែជីវិតរបស់គាត់ហើយនឹងថាតើគាត់មានអារម្មណ៍ដូចម្ដេចនៅពេលដែលជួបខាងផ្លូវក្នុងនោះអញ្ចឹងដើម្បីជឿច្បាស់សូមតាមដានជាមួយខ្ញុំទាំងអស់គ្នាបាទជឿសួរបងបាទបងអាចជួយជម្រាបឈ្មោះដល់ទស្សនិកជនបានទេបងឈ្មោះអីដែរបងបាទខ្ញុំពូណាបាទពូណាបងពូស្នាបងពូស្នាបាទហើយបងឈ្មោះពូស្នាបងពូណាពូនេះជាឈ្មោះប៉ាឬក៏ឈ្មោះគេដាក់ឲ្យនិយាយទៅដោយពូស្នាកូនភ្លោះហ្នឹងឈ្មោះហ្នឹងខ្ញុំអ្នកដាក់ឲ្យអូបាទឈ្មោះគាត់ថាពូស្នាទេតែកូនភ្លោះហ្នឹងគឺខ្ញុំបាទខ្ញុំអញ្ចឹងដល់ពេលអញ្ចឹងក្នុងផេកខ្ញុំក៏មានពូណាកូនភ្លោះអូបាទបងរស់នៅក្នុងស្រុករតនបដលនេះបងបាទបងបានចងាយពីទីរួមស្រុកមកប្រហែលប៉ុន្មានគីឡូដែរបងពីផ្លូវជាតិមកផ្ទះបងឯងប្រហែលជា3គីឡូចិត្តដែរថាបងលន់លើភ្នំនេះបងបាទបងហើយបងនេះធ្វើការគេដែរបងនេះរើអូសកាត់អូសឲ្យវត្តកាប់អូសឲ្យវត្តបាទបងបានហ្នឹងហើយខ្ញុំជួបគាត់ដល់ចៃដន្យនៅពេលដែលគាត់កាប់ដើមតកោនិងដើមអំពិលហើយបងបានប្រាប់ថាបងធ្លាប់ជួបនៅរឿងអបិយជំនឿតាក់ទងទៅនឹងខ្មោចហើយការបងជួបនោះជួបនៅពេលណាដែរបងអាចជម្រាបទស្សនិកជនបានទេបងបាទខ្ញុំជួបហ្នឹងក៏ខ្ញុំជួបប្រហែលជាម៉ោង2 10ថ្ងៃត្រង់ពី10ថ្ងៃត្រង់ជួបនៅណាដែរបងជួបនៅក្រោយវិហារវត្តស្ដៅលិចយើងនេះស្លោវត្តការីបណ្ណងហាស្ដៅលិចទេបងបាទបងបាទអូកាលនោះបងទៅម៉ានអ្នកបងទៅតែឯងខ្ញុំកាលនោះខ្ញុំហៅបងថ្លៃទៅដែរក៏អត់ទៅអូបានដូចវិច័យដនពេកហ្នឹងទៅខ្ញុំទៅដល់ចូលកាត់អូសកុយកាត់ខ្វក់តែឯងកាហែមក៏ចេញមកមើលមកនៅតម្លេងបងហ្នឹងមកគាត់មកលោលេងអូគាត់ដើរមកតាមក្រោយទេបងបានដល់ចេញមកមិនឃើញណាក៏អត់ចាប់អារម្មណ៍ទេពួកបាទខ្ញុំបកទៅវិញបកទៅអង្គុយកាត់អស់តាអដែលទៅអង្គុយធម្មតាខកខ្វះដល់តែខ្ញុំលើសម្លេងហៅម្ដងទៀតតែថ្ងៃហ្នឹងខ្ញុំដាក់កាសស្ដាប់ឲ្យម្រៀងធម្មតាបានបងបានចាប់លឺអូនណាអូនអូឆ្លើយតែនៅគេអត់កើតទេហើយហ្នឹងគាត់ហ៊ានឆ្លើយឯងដើរចេញមើលហើយមិនសលេងហៅគីឡូឬមិនសលេងមិនបងនិយាយទៅគឺថាយើងធ្លាប់គាត់ធ្លាប់ហៅខ្ញុំរាល់ថ្ងៃអូនអញ្ចឹងណានឹងសលេងអញ្ចឹងដែរបាទនិយាយថាសម្លេងគាត់មិនគឺអញ្ចឹងប្រុសស្រីបងសម្លេងប្រុសបងលឺហៅនឹងលឺហៅចេញពីក្រោយចាហៀងឬពីលើបងឬយ៉ាងបងអាចស្មានដឹងទេបងយល់ទៅហៅដូចថាជ្រុងកើតអញ្ចឹងណាប្រហែលជាម៉ានម៉ែពីបងដែរបងប្រហែលជា100ម៉ែត្រចុះច្បាស់ហ្មងច្បាស់ចេះបងវ៉ាវដល់អំពេលអញ្ចឹងខ្ញុំដើរទៅមើលម្ដងទៀតហើយដល់ខ្ញុំដើរមកដល់កន្លែងដែលស្រែកហៅហ្នឹងកន្លែងហ្នឹងគឺគេថាមកឆាដុតខ្មៅចាស់កន្លែងចាស់កន្លែងបច្ឆាដុតបូជាសពចាស់នៅក្នុងវត្តហ្នឹងបាទបងបាទអូបានបងបាទកាលតែមុនហួយលងខ្ញុំហ្នឹងគឺកូនចៅវាបានមកដូរគេថាដូរឈើតាំងសង់ផ្ទះថ្មីឲ្យអញ្ចឹងណាបងបាទបងបាទដល់ខ្ញុំបងឡៃហ្នឹងគាត់ឲ្យខ្ញុំយកបាទដល់យកទៅចំធ្នង់ប្រហែលប្រប៉ិនកពួនជើងខ្ញុំហ្នឹងខ្ញុំនឹកក្នុងចិត្តថាបងមិនបាច់យកទេបងហើយខាងយកអីបានមកrồiខ្ញុំយកថ្ងៃហ្នឹងស្អែកឡើងខ្ញុំទៅកាត់អស់ស្អែកហើយតែពេលនេះថាអូរឿងបញ្ហាឡើយហ្នឹងហើយអូបាទឈើធ្នង់ហ្នឹងជាឈើដែលគេដូរជាថាគេដាក់ធ្វើភ្នៅឬក៏យ៉ាងម៉េចបងឈើធ្នង់នេះបងគេដាក់ស្បៃសាំងអាស័យបងវាយសាំងអាស័យពីធ្នង់បាទគល់ធ្នង់ដើមធ្នង់យើងខ្លឹមប្រប៉ិនកពួនជើងខ្ញុំហើយជា1ម៉ែត្រមកយកទៅផ្ទះក
vô mà té phụ ổn gặp đột với nhung khăn nung អូ phụ vào một khăn nung ta ố បានបណ្ដោយ té bậc kế sải lắc tàu ấy ban khăn năng rồi ហេតុការណ៍ហ្នឹងកើតឡើងតែម្ដងទេបងមានហេតុការណ៍ផ្សេងទៀតកើតឡើងចំពោះបងនេះពេលដែលបងទៅរកអស់រកអីហ្នឹង rồi bây ta có những rồi ở ấy ra quay được xa là nhưng mà hiện châu này năng tiến nhưng không ai rồi ហើយបងទៅខាងណាវិញទៅពេលអញ្ចឹង nhưng tôi khăn nữa nó quỳnh ពីកន្លែងដែលយើងអង្គុយនេះទៅកន្លែងដែលយើងដល់កន្លែងដែលគេលួងមួយថ្ងៃហ្នឹងប្រហែលជា1ម៉ែត្រ hay 400-500 mét rồi 500ម៉ែត្រ បាទ អូខេបងបានហើយបងធ្លាប់ប្រាប់ថាកាលប្រហែលឆ្នាំមុនបងធ្លាប់ចាក់មីក្រូនៅក្នុងបុណ្យសពមួយមែនទេបង បាទហ្នឹងកាលដូចជាអាយុ2-3 ឆ្នាំហ្មង បាទ ហ្នឹងដូចជាខ្ទង់2000ដូចជា2000ម៉ានេះ2002 2003នៅក្មេងដែរ បាទ ចាក់វីដេអូបនខ្មោច7ថ្ងៃ ស្លាប់ដោយសារតែបងបុណ្យសពហ្នឹង លើថាគាត់ទៅបាយត្រី បាទ វិញដេកស្លាប់ ខ្យល់គោ បាទ ចាស់ក្មេងបង អាយុមើលបើតាមប៉ាគាត់និយាយប្រហែលខ្ទង់អាយុថា50ជាង ហាជាងគាត់ចំណាស់ដែរហើយ ដល់ពេលអញ្ចឹងស្នាគាត់ទៅដែរកាលហ្នឹង ទស្សនាទៅដែរ កាលហ្នឹងគាត់ទៅចំមកពេលតាំងស្លាប់គាត់ទៅចាក់ បាទបាទ បាទដល់ពេលបុន7ថ្ងៃខ្ញុំទៅម្ដង បាទបងបាទ ចាក់វីដេអូក្នុងស្រែហើយពីកន្លែងខ្ញុំចាក់វីដេអូនឹងតកន្លែងគេបូជាហ្នឹងប្រហែលជា200-300 ម៉ែត្រហ្នឹងឯង បាទ គេបូជានៅក្រោមឡើងស្វាយ បាទបាទ ដល់ពេលហ្នឹងប្រហែលខ្ទង់ម៉ោង2:10ម៉ោង7:01យប់ហ្នឹងលោកខែបានឆាត់ខ្ញុំក៏គេអ្នកមើលហ្នឹងគេទៅមើលគេទៅផ្ទះអស់គេងុយដេកខ្ញុំក៏ផ្សាយវីដេអូផ្សាយដាក់ចូលកេះចូលអីស្រួលប៊ូវិញទៅស្រាប់ឆ្កែវាលូទៅក៏ខ្ញុំងាកទៅវាឃើញ ឃើញគេបង ឃើញស្ទង់សបប៉ុណ្ណាណៃ ឃើញនៅគិនខ្លួនទេបង ឃើញនៅកន្លែងដើមស្វាយកន្លែងបូជាហ្នឹង កន្លែងគេបូជាថ្មីហ្នឹង បាទឃើញច្បាស់ចាស់ហ្មង ប៉ុណ្ណាដែរបង ទេមៀតធំយ៉ាងไงធំយ៉ាងម៉េចទៀត ធំជាងខ្ញុំទៀត បាទតែដៃជើងអត់មានមែន ជុំ មើលឃើញដៃជើង ឃើញក្បាលឃើញទេបង អត់ព្រោះប៉ាគាត់ដូចនិយាយឲ្យប៉ាគាត់និយាយប្រាប់ថាខ្មោចបើថាខ្មោចមិនខ្មោចឬក៏មនុស្សអីយើងមើលតែជើងឃើញអត់ដឹងទេ បាទ តែខ្ញុំមើលក្រោមអត់ឃើញជើងលេង វ៉ា ខ្ញុំថាអូខ្មោចលងខ្ញុំស្រែកយំហ្មងពេលហ្នឹង យំហៅប៉ាម្ដងប៉ាគាត់រកទៅប្លុតមិនសិន បាទបាទ ដល់ពេលគាត់ដើរម្ដងខ្ញុំគាត់សួរថាយំអីគេឃើញខ្មោច តាំងហ្នឹងខ្ញុំពេលខ្លះបើថារាល់ថ្ងៃទេដើរយប់អត់ខ្លាចទេ មានបទពិសោធន៍ពេញខ្លួននេះបងលងឆ្អែតទេ បាទតែបើកន្លែងនេះអត់ទៅអានេះអត់កើតទេ សូម្បីថ្ងៃក៏បងហ៊ានទៅដែរបង កន្លែងហ្នឹងអត់ហ៊ានទេព្រោះកន្លែងហ្នឹងដូចជាម្ដុំហ្នឹងគេនៅវកាន អូ បាទ បងខ្ញុំនិយាយមួយកាលពីមុនខ្ញុំមករៀននៅវិទ្យាល័យស្ដាវសន្តិភាពនេះកាលហ្នឹងខ្ញុំអត់តបានវាអត់មានទេវាសឹកនៅ បាទ ខ្ញុំមកស្នាក់នៅក្នុងហ្នឹងអើយរយៈពេលប្រហែលជា3ខែ បាទ ខ្ញុំចម្លែកជាងគេវត្តអារាមមួយតែងតែមានការដាក់បញ្ចុះសពនៅខែខាងក្រោយ បាទបាទ វត្តការីបណ្ណងឬវត្តស្ដៅលិចនេះតើការស្ដៅលិចនេះ ដល់លេច ស្ដៅលិចនេះគឺដាក់នៅខាងមុខចូលមកមានរំតែគួយខ្លាចបណ្ដោយតែយើងអត់មានជំរឿហ៎ បាទ តែពេលថ្ងៃមួយខ្ញុំចេញទៅហូបអីមួយមិត្តភ័ក្តិលោកគ្រូអ្នកគ្រូទៅរៀងជ្រុលម៉ោងអានោះម៉ោងដូចជា2:10 បាទ ពេលអ្នកប្រពន្ធជិះមកបងអើយលឺសលេងពីក្រោយទឹកកន្លែងចេញពីខ្លងទ្វារមកប្រហែលបាន100ម៉ែត្រហើយស្ងាត់ចូលមកកណ្ដឹង ត្រឹកដល់ពុំម៉ូតូឆែកទៅតាំងផ្អឺដល់ហើយមួយប្រពន្ធពេលហ្នឹងភ្លេងសអូនមិនហ្នឹងទៅប្រពន្ធគាត់សុំហ្នឹងសុំទៅផ្ទះវិញទៅមកពីក្រៅបើសិនបើខុសឆ្គងឬជន់របស់របរអ្នកណាអ្នកណៃអីសុំកុំប្រកែកប្រកាន់អីម៉ូតូរៀងធូរទៅធាក់ទៅដល់លើគ្មានងាកក្រោយទៅបណ្ដាលម៉ូតូចូលបិទទ្វារយ៉ាងលឿនបាទគឺខ្ញុំនៅម្ដុំខាងដែរបាន បាទ តែនៅខាងអនុស្សាវរីយ៍ទៅតាជីម្លេងទៅក៏ជួបបងបណ្ដោយ បាទ ចុះខ្ញុំសួរមួយទៀតបងចឹងនៅពេលដែលបងឃើញអញ្ចឹងតើបងអើយអារម្មណ៍បងមិនដែរបង និយាយភ័យក្នុងភ័យញ័រដៃញ័រជើងហ្មង ចុះការជួបនៅក្នុងព្រៃក្រោយក្នុងវត្តនេះបងភ័យដែរបង ភ័យបងបណ្ដាទប់អារម្មណ៍ពេលហ្នឹងទប់អារម្មណ៍ធ្វើម៉េចឲ្យហើយ អូ ពេលហ្នឹងខ្ញុំបានដូចជា7ដើម បាទបង 1.2 មាន1ម៉ែត្រកន្លះអញ្ចឹងទៅ បាទបង បាន6ដើមខំលីចេញរត់មករៀបចំដាក់លើអាទេសបោលមកបរយ បងមានប្រាប់ដល់ណាអីគេទៅដែរបង ខ្ញុំម្ដងខ្ញុំសួរបងថ្លៃមុនគេខ្ញុំសួរបងថ្លៃថាប ចុះ ង លឺសលេងគាត់មែនទេបង បាទឥឡូវបងថ្លៃគាត់សម្រាមនៅស្រះទឹកនេះកន្លែងមានមុំមួយ បាទបងបាទ ហ
đo tết xù bông bên tàu lại nhầm ảo đấy nó mới man tàu nè vòng hoặc là văng không bảy để lụ mập lập rồi ở pe lại cái logo họ giống như xù pôn nhầm thắng nên ban tàu nè có nó làm thế chẳng mọi luôn nhóm ô đó là tai bong lên nhìn tao đang là hột và nhưng prap qua đây là nó mày nhưng thằng mồi vô bỏ kê tu bây khi bỏ chơi còn mày vô đây và trừ nhóm mình lớn mình nói cái lề như một bạn ba bong ba cho bong miền mặt tây pram cha đo tôi xin cái chốn bờ sân bờ cọt chụp hạt càng định bong ta cọt trâu thua rom đây mà đây trâu thua chặt mình đây bong và ăn là rừng lại nó một ba anh dây đá không bà ôi pe khai tới khai bò bốn còn khơi chẹt tới cứ mình tha nhóm mình tha kế đi dùng số ai rót bị nè ba cái thà rót chút xóa bong ba chẳng pe khai bong bốn bờ sân chẹt đa tới trong còn lại những chẳng cái ham đi ta cha còn ham mấy cứ bong bốn mày tới đi miền mai là lâu cứ lại khác đi đâu bạc can ba cái nào bạc can ba bong ba chẳng dương thì mỗi dương cột tao nom rồi bỏ cha hay tí píp sân vật chụp quạt há dương thơm mấy dương trâu sa chặt đùm đằng dương bàn lò bên này vẫn có mỏi slon có mỏi tôn đầy tôn trơn chẳng thế dương của bạn đừng tập lập mà với này là các cho cô sẽ lắp cái miếng này bò bà miền bàn ông bàn tại class là lâu mai lâu cứ mình là gạt chưa mình class chưa mấy bà gạt chưa thì chẳng đò chụp to lên nhóm mà ba bông ba thằng này dương ba video dương đầu tiên mình chọn với bông bóng sờ rám ở con trans sờ ca tu sna năng ở con đòn punna không bàn ôn bọc sna ở con trans chỉ đi bàn ở con